ពីកន្លែងទៀតហើយពីកន្លែងទៀតហ្នឹងសូមឲ្យលោករ៉េតដែលជាអតីតសហការីនៃសមាគមដែលដឹកនាំដោយលោកគ្រូជាម្ចាស់ប្រាប់ពីទីតាំងហើយនៅបរិយាយពីទីទឹកដីកន្លែងហ្នឹងយ៉ាងម៉េចសូមអញ្ជើញបងសូមអរគុណរាជាបងសូមក្រាបនមស្ការថ្វាយគុំគ្រូជាម្ចាស់សូមក្រាបថ្វាយគុំគណៈគ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅទីនេះសូមគោរពជំរាបសួរដល់ញាតិញោមពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកនៅកាណាដាបានឧបត្ថម្ភអំណោយតាមរយៈសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរដែលដឹកនាំដោយព្រះវិខមហាយៈវិនិយៈរោមហាយលឿនវងវត្តខ្មែរសន្តានាសហរដ្ឋអាមេរិកដល់សម្រាប់ដំណើរនៃការចែកជូនអំណោយនៅក្នុងស្រុកបរិយាអូស្វាយសាជ័យខេត្តកន្ត្រែងគឺយើងបានរៀបចំចាត់ចែងនៅអំណោយដែលជាការឧបត្ថម្ភពីសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរដែលដឹកនាំដោយគ្រូជាម្ចាស់គឺចាត់ចែងបែងចែកក្នុងនោះអង្គចំនួន3តោនគឺមានបែងចែកប្រគេនដល់ព្រះសង្ឃចំនួន2វត្តនិងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាតនិងងាយរងគ្រោះមួយចំណែកធំគឺដោយសកម្មភាពការពិព្រឹកបានយើងបានចែកជូនទៅដល់អង្គភាពផ្នែកសក្រងស្រុកដែលជាកងកម្លាំងការពារបូរណភាពទឹកដីនៅតាមខ្សែខុសព្រំដែននិងមានការចែកជូនទៅដល់បងប្អូនជាពលរដ្ឋនៅក្នុងភូមិអូស្វាយចំនួន12គ្រួសារនៅក្នុងភូមិអូរុនចំនួន16គ្រួសារនិងមានការបែងចែកជូនដល់បងប្អូនជាពលរដ្ឋនៅក្នុងភូមិវឿនសៀនក្នុងភូមិអូស្វាយដែរគឺចំនួន40គ្រួសារបន្ថែមពីលើនោះគឺខណៈពេលនេះដំណើរគឺយើងនឹងធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងចំនួន2ទៀតគឺទីតាំងកោះឫស្សីដែលជាកន្លែងអភិរក្សតំបន់ត្រីមេពួចដែលមានប្រជាសហគមន៍ក៏ដូចជាត្រីឧទ្យានុរក្សឈរជើងចាំយាមការពារអភិរក្សតំបន់ត្រីមេពួចនៅក្នុងដងទន្លេមេគង្គជាពិសេសគឺនៅទន្លេមេគង្គលើជាតំបន់រាមសានេះបន្ទាប់ពីចេញពីតំបន់នេះគឺយើងនឹងធ្វើដំណើរឆ្ពោះទៅកោះជាទាតូចយើងមានការបែងចែកប្រគេនតេយ្យទានដល់ព្រះសង្ឃហើយនឹងចែកជូនជាអំណោយជាអង្គជូនដល់ប្រជាពលរដ្ឋនៅទីនោះផ្ទាល់អញ្ចឹងសូមគ្រប់អរគុណនិងសូមគ្រប់ថ្វាយពពរទៀតចឹងយើងដល់កន្លែងទៀតណាកន្លែងអីគេនេះស្នាក់ការឋានកោះឫស្សីកោះឫស្សីណាកណាខាងអ្នកការពារបនអភិរក្សត្រីមេពួចបាត់នៅបទនេសាទនេះគេចាប់ពី